ទំនុកដំកើងចំពោះ9ព្រះអង្គម្ចាស់ជាព្រះសង្គ្រោះរបស់ជនទ្រគតនិងអ្នកដែលត្រូវគេជិះជាន់ទូលបង្គំនិងជ្រាងសរសើរដំកើងព្រះអង្គម្ចាស់ចង់អស់ពីចិត្តទូលបង្គំនិងនិទានពីគ្រប់ការអស្ចារ្យដែលព្រះអង្គបានធ្វើទូលបង្គំនឹងរីករាយដោយសារព្រះអង្គទូលបង្គំនឹងត្រេកអរយ៉ាងខ្លាំងបបិទ្ធព្រះដ៏ខ្ពង់ខ្ពស់បំផុតទូលបង្គំច្រៀងលើកដំកើងព្រះនាមព្រះអង្គខ្មាយសត្រូវរបស់ទូលបង្គំដកខ្លួនថយហើយជំពប់ជើងដួលវិនាសនៅចំពោះព្រះភ័ក្ត្រព្រះអង្គត្បិតទ្រង់បានរកយុត្តិធម៌ឲ្យទូលបង្គំគឺឲ្យគេឃើញថាទូលបង្គំសុចរិតព្រះអង្គគង់នៅលើបល្ល័ង្កក្នុងឋានៈជាចៅក្រមដោយសុចរិតព្រះអង្គគំរាមកំហែងចេះសាសនានាព្រះអង្គបានធ្វើឲ្យមនុស្សពាវិនាសសូន្យព្រះអង្គលុបបំបាត់ឈ្មោះពួកគេជានិច្ចរហូតតទៅខ្មាយសត្រូវវិនិច្ឆ័យអន្តរាយអស់កលជានិច្ចរីឯក្រុងនានារបស់គេព្រះអង្គបានរំលាយអស់ហើយគ្មាននរណានឹកឃើញទៀតទេព្រះអង្គម្ចាស់គ្រងរាជរហូតតរៀងទៅព្រះអង្គឡើងគង់នៅលើបល្ល័ង្កដើម្បីវិនិច្ឆ័យទោសព្រះអង្គគ្រប់គ្រងលើផែនដីដោយសេចក្តីសុចរិតព្រះអង្គវិនិច្ឆ័យទោសប្រជាជនទាំងឡាយដោយយុត្តិធម៌សូមព្រះអង្គម្ចាស់ធ្វើជាបន្ទាយដ៏រឹងមាំការពារអស់អ្នកដែលត្រូវគេជិះជាន់គឺជាបន្ទាយការពារនៅពេលមានអាសន្នព្រះអង្គម្ចាស់អើយអស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គនឹងទុកចិត្តលើព្រះអង្គជាមិនខានត្បិតព្រះអង្គមិនបោះបង់ចោលអស់អ្នកដែលស្វែងរកព្រះអង្គឡើយចូលនាំគ្នាច្រៀងលើកដំកើងព្រះអង្គម្ចាស់ដែលគង់នៅក្រុងស៊ីយ៉ូនចូលប្រកាសប្រាប់ប្រជាជនទាំងឡាយអំពីស្នាមព្រះហស្ថដ៏អស្ចារ្យរបស់ព្រះអង្គត្បិតព្រះអង្គដាក់ទោសអ្នកដែលសម្លាប់គេព្រះអង្គចងចាំជានិច្ចព្រះអង្គមិនភ្លេចសម្រែករបស់ជនរងគ្រោះឡើយឱព្រះអង្គម្ចាស់អើយសូមអាណិតអាសូរទូលបង្គំផងសូមទតមើលទូលបង្គំដែលរងទុក្ខលំបាកព្រោះតែពួកខ្មាយសត្រូវមានតែព្រះអង្គទេដែលអាចនាំទូលបង្គំឲ្យរួចចេញពីសេចក្តីស្លាប់ដើម្បីឲ្យទូលបង្គំថ្លែងគ្រប់ពាក្យសរសើរដំកើងព្រះអង្គនៅមាត់ទ្វារក្រុងស៊ីយ៉ូននិងឲ្យទូលបង្គំត្រេកអរសប្បាយបំផុតព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំប្រជាជននានានឹងធ្លាក់ទៅក្នុងរណ្ដៅដែលគេបានជីកជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបានបង្កប់ទុកនោះដែរព្រះអង្គម្ចាស់បានសម្ដែងឲ្យគេស្គាល់ព្រះអង្គកាត់ទោសគេមនុស្សអាក្រក់បានជាប់អន្ទាក់តែជាស្នាដៃរបស់ខ្លួនសូមឲ្យមនុស្សអាក្រក់គឺជាប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចព្រះជាម្ចាស់វិលទៅរកស្ថានមនុស្សស្លាប់វិញទៅរីឯមនុស្សក្រីក្រព្រះអង្គមិនភ្លេចគេសោះឡើយហើយសេចក្តីសង្ឃឹមរបស់មនុស្សវេទនាក៏មិនដែលសាបសូន្យដែរព្រះអង្គម្ចាស់អើយសូមតានឡើងសូមកុំឲ្យមនុស្សលោកមានជ័យជំនះឡើយសូមវិនិច្ឆ័យទោសប្រជាជាតិនានានៅចំពោះព្រះភ័ក្ត្រព្រះអង្គអូព្រះអង្គម្ចាស់អើយសូមធ្វើឲ្យពួកគេភ័យតក់ស្លុតសូមធ្វើឲ្យប្រជាជនទាំងឡាយដឹងថាពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ